ប្រទេសដែលថាលោកប្រយុទ្ធពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនិងបកសាកមេភូមិភាគ2និងចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីផែថងឋានលោកប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីថៃដែលបានឡើងកាន់តំណែងតាមរយៈការធ្វើរដ្ឋប្រហារយោធានាពេលកន្លងមកបានប្រកាសសន្យាជាមួយនឹងពលរដ្ឋថៃថាបើខ្លួនឡើងកាន់តំណែងវិញលោកនឹងបកសាកមេភូមិភាគ2និងចាប់ខ្លួននាយករដ្ឋមន្ត្រីលោកស្រីផែថងឋានរឹបអូរទ្រព្យសម្បត្តិទុកសងលុយប្រជាពលរដ្ឋដែលខាតបង់ដោយសារតែការបិទព្រំដែនរកស៊ីជាមួយខ្មែរតាមតែអំពើចិត្តនេះបើតាមការចុះផ្សាយនៅលើបណ្ដាសារព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី30ខែមិថុនានេះការប្រកាសសន្យាពីលោកប្រយុទ្ធច័ន្ទអូចារូបនេះធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសថៃកំពុងតែវឹកវរជុំវិញការធ្វើបាតកម្មទាមទារទម្លាក់តំណែងលោកស្រីផែថងឋានស៊ីនវត្រាចេញពីនាយករដ្ឋមន្ត្រីថៃគួរបញ្ជាក់ផងដែរថាបើតាមការលេចលឺព័ត៌មានថាបេក្ខភាពចំនួន6រូបត្រូវត្រៀមចូលឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីក្រោយពេលដែលលោកស្រីផែថងឋានស៊ីនវត្រាត្រូវបានត្រៀមដកចេញពីតំណែងទី1លោកប្រយុទ្ធច័ន្ទអូចាជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រទី2លោកឆៃខ្សែនីតិសេរីមកពីគណៈបកភឿថៃទី3លោកប្រវិតវងសវណ្ណមកពីគណៈបកផ្លាំងប្រជារាស្ត្រទី4លោកអនុធិនឆៃវីរៈគុណមកពីគណៈបកភូមិใจថៃទី5លោកភិរផាន់សារីរ័ត្នវិភាគមកពីគណៈបករួមថៃសាងឆាតនិងទី6លោកជុនរិនលក្ខណៈវិសិទ្ធមកពីគណៈបកប្រជាធិបតេយ្យ